ស្វាគមន៍ជាថ្មីមកកាន់ Channel បរិយាយរឿង Tin Free វីដេអូនេះផងដែរយើងនិយាយអំពីការដំណើរទៅជួបអ្នកមានបុណ្យការជួបអ្នកមានគុណឬអ្នកមានបុណ្យដោយចែកដន្យក្នុងគ្រាដែលមានអាសន្នឬមានក្តីក្តាំងត្រូវចាត់ទុកថាជាសំណាងឬនិស្ស័យទោះបីជាយ៉ាងណាក៏ដោយដើម្បីជួយជួបនោះខ្លាយជាការឱកាសក្នុងការទទួលបានជំនួយពិតប្រាកដអ្នកត្រូវមានសិល្បៈក្នុងការនិយាយនិងការដាក់ខ្លួនខាងក្រោមនេះគឺជាការបរិយាយអំពីសិលវិធីនៃការប្រកាសអាសន្ននិងការសុំជំនួយ1អិរិយាបថនិងការដាក់ខ្លួននៅពេលដែលជួបលោកដោយចៃដន្យរឿងដំបូងដែលត្រូវធ្វើនោះគឺបង្ហាញការគោរពតាមឋានានុក្រមនិងវ័យភាពទន់ភ្លន់ការប្រើកាយវិការសំពះនិងសម្ដីផ្អែមល្ហែមអ្នកមានបុណ្យអ្នកមានអំណាចឬសប្បុរសជនតែងតែមានចិត្តមេត្តាចំពោះអ្នកដែលដឹងខុសនិងមានមារយាទល្អស្មោះត្រង់កែវភ្នែកនិងទឹកមុខត្រូវបង្ហាញទុកលំបាកពិតប្រាកដមិនមែនការសម្ដែង2សិល្បៈនៃការនៃសេចក្តីផ្ដើមសម្ដៅស្រែកហៅឬស្ទុះទៅចាប់ទាញលោកត្រូវរកចន្លោះពេលដែលសមស្របហើយនិយាយដោយប្រើពាក្យពេចន៍មេត្តាធម៌សូមទោសលោកម្ចាស់លោកប្រធានខ្ញុំបាទនាងខ្ញុំពិតជាមានភ័ព្វសំណាងណាស់ដែលបានជួបលោកនៅទីនេះខ្ញុំកំពុងតែតច្រកនិងមានទុកជាតិទម្ងន់3ការរៀបចំសាច់រឿងដោយខ្លីៗនិងខ្លឹមអ្នកមានបុណ្យច្រើនតែជាមនុស្សរវល់គុំនិយាយវែងឆ្ងាយអូសបន្លាយបញ្ហាតើអ្នកកំពុងរងគ្រោះដោយសារអ្វីឧទាហរណ៍រងអយុត្តិធម៌ពីមន្ត្រីខិលខូចភាពស្អាតស្អំបញ្ជាក់យ៉ាងខ្លីអ្នកជាមនុស្សត្រឹមត្រូវប៉ុន្តែត្រូវបានគេធ្វើបាបសំណូមពរប្រាប់អ្វីដែលអ្នកចង់ឲ្យលោកជួយសុំយុត្តិធម៌សុំការពិនិត្យសំណុំរឿងឡើងវិញការប្រើប្រាស់ពាក្យពេចន៍នឹកដង្កើងមនុស្សដែលមានបុណ្យស័ក្តិខ្ពស់តែងតែចង់រក្សាកេរ្តិ៍ឈ្មោះជាអ្នកជួយសង្គ្រោះឬជាអ្នកផ្ដល់យុត្តិធម៌ខ្ញុំដឹងថាលោកជាមនុស្សមានមេត្តាធម៌និងតែងតែជួយដល់អ្នកទន់ខ្សោយទើបខ្ញុំហ៊ានពឹងផ្អែកទៅលើបារមីរបស់លោកក្រៅពីលោកខ្ញុំមិនដឹងទៅពឹងអ្នកណាអាចផ្ដល់យុត្តិធម៌ឲ្យខ្ញុំបានឡើយការបង្កើតនៅការចងចាំប្រសិនបើលោកមិនអាចដោះស្រាយឲ្យភ្លាមនៅនឹងកន្លែងត្រូវសុំវិធីតាក់ទងខាងក្រោមប្រសិនបើលោកមិនយល់ទាស់ទេខ្ញុំសូមលេខទំនាក់ទំនងឬអនុញ្ញាតឲ្យខ្ញុំយកឯកសារជម្រាបលោកក្នុងការិយាល័យតាមក្រោយក៏បានឧទាហរណ៍នៃឃ្លានិយាយជម្រាបសួរលោកម្ចាស់ថ្ងៃនេះខ្ញុំពិតជាថ្ងៃដែលខ្ញុំមានសំណាងខ្ពស់បំផុតដែលបានជួបលោកខ្ញុំបាទកំពុងរងគ្រោះអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់មន្ត្រីនៅតំបន់ដែលគេរំលោភបំពានយកដីធ្លីផ្ទះសម្បែងខ្ញុំដឹងថាមានតែលោកម្ចាស់ទេដែលមានភ្នែកទិព្វនិងយុត្តិធម៌អាចសង្គ្រោះគ្រួសារខ្ញុំបានសូមមេត្តាលោកជួយពិនិត្យមើលរឿងនេះបន្តិចផងទៀតតើលោកចង់ឲ្យខ្ញុំជួយរៀបចំលិខិតស្នើសុំឬពាក្យបណ្ដឹងបែបផ្លូវការដើម្បីត្រៀមទុកក្នុងដៃរបស់សម្រាប់ពេលជួបលោកពេលពិនិត្យដែរឬទេវីដេអូនេះមានត្រឹមតែប៉ុណ្ណេះនេះគឺជាដំណើរនៃការជួបអ្នកមានបុណ្យឬក៏អ្នកដែលជួយសង្គ្រោះយើងសូមអរគុណហើយក៏សូមគោរពលាជួបគ្នានៅវីដេអូក្រោយកុំភ្លេចដាក់សញ្ញាកណ្ដឹងម្នាក់មួយផងអរគុណ